นี่คือជាប្រាសាទចំបក់តុបបាទប្រាសាទនេះនៅចំហៀងជើងភ្នំបូកផ្នែកខាងកើតប្រាសាទនេះមានលក្ខណៈចម្លែកដោយសារតែវានៅខាងក្នុងដំបូកបាទហាក់ដូចជាដំបូកនៅពីក្រៅអញ្ចឹងប្រាសាទនេះមានខ្លោងទ្វារបាទហើយនៅខាងក្នុងមានរុននៅខាងក្នុងហ្នឹងហើយខាងក្នុងហ្នឹងគឺសិតតែជាថ្មរៀបទេមិនមែនជាដំបូកទេប៉ុន្តែវាហាក់ដូចជារូបរាងដំបូកអញ្ចឹងប្រាសាទនេះបើសិនណាជាគេកុំកាយប្រហែលជាវាគ្រាន់តែជាដំបូកមួយប៉ុណ្ណឹងឯងហើយនេះជាកលុកដែលគេកាយដើម្បីមិនដឹងតែគេកាយធ្វើកំណាយឬក៏កាយធ្វើអីទេតែសំខាន់បើគេកុំកាយប្រហែលជាអ្នកទាំងអស់គ្នាគិតថាមិនមែនប្រាសាទទេគឺជាដំបូកគឺជាប្រាសាទមួយដែលចម្លែកមែនទែនគឺជាប៉ាយប្រាសាទត្រពាំងចំបក់តុបកសាងនៅសតវត្សទី10ប្រាសាទនេះស្ថិតនៅជើងភ្នំបូកផ្នែកខាងកើតត្រង់តែម្ដងអ្វីដែលចម្លែកជាងប្រាសាទនឹងទៅទៀតហ្នឹងគឺអត់មានប៉ាយដើម្បីដាក់ឲ្យអ្នកឆ្លងកាត់នឹងដឹងថាទីនឹងមានប្រាសាទទេអញ្ចឹងសូមផ្ដល់មតិឲ្យអាជ្ញាធរជាតិអក្សរាដាក់ប៉ាយមួយឲ្យធំដើម្បីដឹងថាទីនឹងមានប្រាសាទមួយ